គិតត្រឹមឆ្នាំ1942បក្សសម្ព័ន្ធអាល្លឺម៉ង់អ៊ីតាលីជប៉ុនបានទទួលជោគជ័យជាបន្តបន្ទាប់ទៅតែគ្រប់សមរភូមិដោយបានកាន់កាប់ទឹកដីភាគច្រើននៅទូទាំងពិភពលោកនៅអឺរ៉ុបហ៊ីតលែរត្រួតត្រាទឹកដីស្ទើរតែពេញទ្វីបអឺរ៉ុបទាំងមូលដោយរាប់ចាប់តាំងពីប្រទេសបារាំងនៅឯទិសខាងលិចរហូតដល់តំបន់សមុទ្របាល់ទិកនិងទឹកដីមួយផ្នែករបស់សហភាពសូវៀតនៅទិសខាងកើតចំណែកបណ្ដាប្រទេសនៅអឺរ៉ុបប៉ែកខាងត្បូងដែលជាប់នឹងសមុទ្រមេឌីទែរ៉ាណេនិងតំបន់បាល់កង់វិញក៏ត្រូវស្ថិតក្រោមការកាន់កាប់របស់អ៊ីតាលីផងដែរនៅក្នុងតំបន់អាហ្វ្រិកប្រទេសជាច្រើនដែលជាទឹកដីអាណានិគមរបស់អង់គ្លេសក៏ត្រូវបានអ៊ីតាលីនិងអាល្លឺម៉ង់វាយដណ្ដើមកាន់កាប់ផងដែរចំណែកនៅអាស៊ីវិញប្រទេសជប៉ុនបានកាន់កាប់ប្រទេសកូរ៉េចិននិងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ព្រំដែននៃប្រទេសឥណ្ឌាដែលជាដែនដីអាណានិគមដ៏ធំមួយរបស់ចក្រភពអង់គ្លេសសកម្មភាពឈ្លានពានរបស់ជប៉ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងតំបន់ប៉ាស៊ីហ្វិកបានចាប់ផ្ដើមឡើងក្រោយពីកងទ័ពជប៉ុនបានធ្វើការលបវាយប្រហារដោយជោគជ័យទៅលើមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅភីឡាប៊លនៅថ្ងៃទី7ខែធ្នូឆ្នាំ1941ការវាយប្រហារដែលធ្វើឲ្យប្រជាជនអាមេរិកដែលប្រទែងបន្ទង់គ្នារាប់សិបឆ្នាំមកហើយនោះចាប់ផ្ដើមមូលគំនិតគ្នាតែមួយក្នុងការចូលខ្លួនក្នុងសង្គ្រាមលោកលើកទី2អាមេរិកប្រកាសសង្គ្រាមលើជប៉ុននៅថ្ងៃទី8ខែធ្នូឆ្នាំ1941ក៏ប៉ុន្តែនៅពេលនោះអាមេរិកនៅមិនទាន់អាចស្ដារកម្លាំងទ័ពពីវិនិស្សកម្មនៅភីលហាបលបានពេញលេញនៅឡើយនោះទេហើយដូច្នេះបានជានៅក្នុងរយៈពេល6ខែដំបូងគឺចាប់តាំងពីខែធ្នូឆ្នាំ1941រហូតដល់ពាក់កណ្ដាលឆ្នាំ1942កងទ័ពអាមេរិកត្រូវទទួលរងបរាជ័យជាបន្តបន្ទាប់ដោយត្រូវជប៉ុនវាយដណ្ដើមយកប្រទេសហ្វីលីពីនព្រមទាំងកោះមួយចំនួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក៏ប៉ុន្តែអ្វីចាប់ផ្ដើមប្រែប្រួលចាប់ពីខែឧសភាឆ្នាំ1942ក្រោយពីអាមេរិករកឃើញវិធីបំបែកកូដអាចលួចស្ដាប់ការឆ្លងឆ្លើយគ្នារវាងកងទ័ពជើងទឹកជប៉ុនហើយអាមេរិកអាចដឹងមុនអំពីគម្រោងការនិងចលនាទ័ពរបស់ជប៉ុននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៅខែឧសភានោះអាមេរិកក៏ដឹងដែរថាជប៉ុនកំពុងរៀបគម្រោងការវាយប្រហារទ្រង់ទ្រាយធំទៅលើកោះ Midway របស់អាមេរិកដើម្បីព្យាយាមកំទេចនាវាផ្ទុកយន្តហោះរបស់អាមេរិកដែលនៅសេសសល់ក្រោយពីការវាយប្រហារលើភីឡាបលតាមគម្រោងការជប៉ុននឹងបើកការវាយប្រហារទៅលើ Midway នៅព្រឹកព្រលឹមថ្ងៃទី4ខែមិថុនាដោយមិនអោយអាមេរិកដឹងខ្លួនជាមុនពលគឺប្រើតាក់ទិកដែលធ្លាប់ប្រើជោគជ័យនៅភីឡាបលក៏ប៉ុន្តែលើកនេះខុសពីការនៅភីឡាបលពីព្រោះថាអាមេរិកបានដឹងមុនថែមទាំងដឹងគម្រោងការរបស់ជប៉ុនហើយបានរៀបចំអន្ទាក់ទុកជាស្រេចដើម្បីចាំទទួលជប៉ុននៅទីបំផុតគឺកងទ័ពជប៉ុនទៅវិញទេដែលដើរចូលក្នុងអន្ទាក់របស់អាមេរិកដោយមិនដឹងខ្លួនជោគជ័យរបស់កងទ័ពអាមេរិកលើកងទ័ពជប៉ុននៅ Midway នៅខែមិថុនាឆ្នាំ1942ត្រូវបានអ្នកប្រវត្តិសាស្ត្រទូទៅចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយនៃតុល្យភាពកម្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជានៅក្នុងសង្គ្រាមលោកលើកទី2ទាំងមូលផងដែរបរាជ័យនៅ Midway ធ្វើឲ្យកងទ័ពជើងទឹកជប៉ុនត្រូវទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលជប៉ុននឹកស្មានមិនដល់នាវាផ្ទុកយន្តហោះដ៏ធំទាំង4របស់ប្រទេសជប៉ុនដែលនៅលើនោះមានយន្តហោះចម្បាំងចំនួន322គ្រឿងនិងទាហានជាង 5,000 នាក់ត្រូវបានកងទ័ពអាមេរិកបាញ់ពន្លិចក្រោយពីទទួលបរាជ័យនៅ Midway កងទ័ពជើងទឹករបស់ជប៉ុនដែលធ្លាក់ចុះខ្សោយបានបញ្ឈប់សកម្មភាពឈ្លានពាននៅមហាសមុទ្រប៉ាស៊ីហ្វិកហើយអាមេរិកក៏មានឱកាសពង្រីកកងទ័ពរបស់ខ្លួនឡើងវិញចាប់ពីចុងឆ្នាំ1942រហូតដល់ដើមឆ្នាំ1943កងទ័ពអាមេរិកបានយកជ័យជំនះជាបន្តបន្ទាប់ទៅលើកងទ័ពជប៉ុននៅក្នុងការប្រយុទ្ធគ្នា
ដណ្ដើមកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកគិតត្រឹមពាក់កណ្ដាលឆ្នាំ1943តុល្យភាពកម្លាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកទាំងមូលត្រូវផ្អៀងទៅខាងអាមេរិកដែលបានវាយដណ្ដើមកាន់កាប់កោះជាច្រើននៅក្បែរប្រទេសជប៉ុនដើម្បីយកទុកធ្វើជាមូលដ្ឋានឈានទៅសម្រេចគោលដៅចុងក្រោយគឺវាយលុកចូលឈ្លានពានទៅលើប្រទេសជប៉ុនចំណែកនៅតំបន់អាហ្វ្រិកវិញកងទ័ពអង់គ្លេសដែលមានជំនួយពីកងទ័ពអាមេរិកនិងកងទ័ពចលនាតស៊ូរបស់បារាំងដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី Charles de Gaulle ក៏បានចាប់ផ្ដើមយកប្រៀបលើទ័ពអ៊ីតាលីនិងអាល្លឺម៉ង់ផងដែរបណ្ដាប្រទេសអាហ្វ្រិកដែលស្ថិតនៅក្រោមអាណានិគមបារាំងហើយដែលពីមុនស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលរណបរបស់ Hitler ដែលដឹកនាំដោយសេនាប្រមុខ Philipp Petron ក៏ត្រូវបានរដ្ឋាភិបាលនិរទេសរបស់ឧត្តមសេនីយ៍ Charles de Gaulle ដណ្ដើមយកមកកាន់កាប់ម្ដងមួយក៏ត្រឹមឆ្នាំ1943កងទ័ពអាមេរិកនិងកងទ័ពអង់គ្លេសបានវាយដណ្ដើមកាន់កាប់តំបន់អាហ្វ្រិកខាងជើងហើយគ្រប់គ្រងតំបន់សមុទ្រមេឌីទែរ៉ាណេដើម្បីបើកផ្លូវឈានទៅវាយលុករំដោះតំបន់អឺរ៉ុបពីការគ្រប់គ្រងរបស់ Hitler និង Mussolini នៅខែមករាឆ្នាំ1943លោក Franklin Roosevelt ប្រធានាធិបតីអាមេរិកលោក Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសឧត្តមសេនីយ៍ Charles de Gaulle មេដឹកនាំចលនាតស៊ូរបស់បារាំងនិងឧត្តមសេនីយ៍ Henry Girard ដែលជាមេទ័ពប្រទេសបារាំងប្រចាំតំបន់អាហ្វ្រិកខាងជើងបានបើកធ្វើសន្និសីទមួយនៅក្នុងទីក្រុង Casablanca នៃប្រទេសម៉ារ៉ុកដើម្បីជជែកគ្នាអំពីជំហានបន្ទាប់ក្នុងការធ្វើសង្គ្រាមតទល់ទៅនឹងបក្សសម្ព័ន្ធអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុននៅក្នុងសន្និសីទនេះប្រមុខដឹកនាំអាមេរិកអង់គ្លេសនិងបារាំងបានព្រមព្រៀងគ្នាថានឹងមិនមានប្រទេសណាមួយសុខចិត្តចូលទៅចរចាទទួលយកសំណើអ្វីទាំងអស់ពី Hitler និងសម្ព័ន្ធមិត្តរបស់ Hitler ពលគឺត្រូវបន្តរួមគ្នាធ្វើសង្គ្រាមរហូតដល់គូសត្រូវសុខចិត្តប្រកាសចោទចាញ់ដោយគ្មានលក្ខខណ្ឌក៏ប៉ុន្តែនៅក្នុងការជជែកគ្នានោះអាមេរិកនិងអង់គ្លេសមានការខ្វែងគំនិតគ្នាទៅលើយុទ្ធសាស្ត្រទ័ពនៅអឺរ៉ុបលោក Franklin Roosevelt ចង់ចូលរំដោះអឺរ៉ុបតាមរយៈការវាយលុកទៅលើកងទ័ពអាល្លឺម៉ង់នៅខាងជើងប្រទេសបារាំងចំណែកលោក Winston Churchill បានព្យាយាមបញ្ចុះបញ្ចូលលោក Franklin Roosevelt ថាកងទ័ពអាល្លឺម៉ង់នៅឯខាងជើងប្រទេសបារាំងមានទីតាំងរឹងមាំខ្លាំងដែលពិបាកនឹងវាយបំបែកហើយប្រទេសទាំងអស់គួរតែវាយលុកពីទិសខាងត្បូងវិញគឺតាមរយៈការចូលឈ្លានពានអ៊ីតាលីដែលជាចំណុចខ្សោយនៃខ្សែក្រវ៉ាត់ការពារតំបន់អឺរ៉ុបចុងក្រោយលោកប្រធានាធិបតីអាមេរិកក៏សុខចិត្តផ្អាកគម្រោងការវាយលុកចូលខាងជើងប្រទេសបារាំងហើយងាកទៅបើកប្រតិបត្តិការចូលឈ្លានពានបែកខាងត្បូងប្រទេសអ៊ីតាលីវិញតាមសំណើរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសជាថ្នូរមកវិញលោក Winston Churchill បានព្រមព្រៀងបញ្ជូនកងទ័ពអង់គ្លេសឲ្យទៅជួយអាមេរិកក្នុងការចម្បាំងតទល់នឹងជប៉ុននៅអាស៊ីប៉ាស៊ីហ្វិក